បាទសួស្តីពុកម៉ែបងប្អូនអរគ្នាបាទថ្ងៃនេះដែរខ្ញុំចង់ប្រាប់របៀបទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាណាបងប្អូនបាទវីដេអូនេះដែរសម្រាប់បងប្អូនដែលគាត់ដៃថ្មីដែលគាត់មិនតន់ចេះភ្ញាស់នៅពងកដោបចឹងណាបងប្អូនទាំងអស់គ្នាបាទហើយថ្ងៃនេះដែរខ្ញុំនឹងមកប្រាប់ពីវិធីភ្ញាស់ពងកដោបណាបងប្អូនបាទញាស់ពងកដោបឲ្យវាបានល្អបាទឲ្យវាញាស់ល្អហើយយើងភ្ញាស់ទៅគឺស្រួលបាទអញ្ចឹងវាញាស់ល្អតែម្ដងបាទអញ្ចឹងទាក់ទងជាមួយនឹងការភ្ញាស់ពងកដោបនេះដែរជាដំបូងបងប្អូនត្រូវតែមានឡាំងស្នោនេះមកបាទមានឡាំងស្នោប៉ុណ្ណឹងមកបាទហើយនឹងពងកដោបផងយើងនេះណាបងប្អូនបាទពងកដោបនេះយើងយកវាមកត្រាំទឹកអញ្ចឹងណាបងប្អូនយើងយកវាមកត្រាំទឹកមុននឹងយើងដាក់ភ្ញាស់អញ្ចឹងណាបងប្អូនហ្នឹងហើយឥឡូវនេះចូលមកដល់ការភ្ញាស់របស់យើងវិញអញ្ចឹងបងប្អូនមុតជាដំបូងបងប្អូនត្រូវតែមានសកៃដូងនេះមកហើយឡាំងស្នោនេះបងប្អូនហ្នឹងហើយថ្ងៃនេះដែរខ្ញុំភ្ញាស់ពងកដោបកន្លះគីឡូទេបាទអញ្ចឹងខ្ញុំភ្ញាស់ដាក់ឡាំងស្នោនេះអញ្ចឹងបងប្អូនដែលគាត់មិនទាន់បានចេះភ្ញាស់បាទអាចមើលវីដេអូនេះបានបើសិនជាបងប្អូនដែលគាត់ចេះភ្ញាស់ហើយអញ្ចឹងបងប្អូនអាចអូនម្លងបានក៏អីដែរបងប្អូនទាំងគ្នាបាទអញ្ចឹងទាក់ទងជាមួយនឹងការភ្ញាស់ពងកដោបអញ្ចឹងបងប្អូនមានសកៃដូងបាទយើងត្រូវតែលាយសកៃដូងហ្នឹងឲ្យមានសំណើមបងប្អូនបាទសកៃដូងហ្នឹងឲ្យមានសំណើមបែបម៉េចបងប្អូននេះបងប្អូនពូតវាឲ្យអស់ណាបងប្អូនពូតវាបាទយើងលាយវាចឹងមកយើងពូតវាកុំឲ្យវាស្រស់ទឹកឲ្យអស់ស្រស់ទឹកចេះណាបងប្អូនអត់ឲ្យមានស្រក់ទឹកណាពូតវាអស់ហ្នឹងមកបាទរីទៅវាបានសំណើមចឹងហើយបងប្អូនទាំងគ្នាអញ្ចឹងនេះបងប្អូនយកវាមកដាក់នេះមកបាទយើងពូតវាចឹងមកបងប្អូនបាទពូតវាកុំឲ្យវាសំណើមខ្លាំងពេកកុំឲ្យវាសើមពេកបាទអញ្ចឹងបងប្អូនពូតវាឲ្យអស់ចឹងមកពូតវាអស់ទឹកហើយយកមកដាក់ក្នុងឡាំងស្នោរបស់យើងមកវិធីភ្ញាស់ពងកដោបងាយស្រួលទេបងប្អូនអរគ្នាបាទអត់មានអីពិបាកអីចឹងបងប្អូនពូតវាមកនេះលាយវាមានសំណើមហើយពូតវាមកបាទពូតវាចឹងអទឹកចឹងមកកុំឲ្យវាសើមពេកមិនដែលហៅថាសំណើមបាទពូតវាចឹងមកអស់ទឹកបងប្អូនហ៎ហ្នឹងហើយនេះពូតវាចឹងមកបងប្អូនពូតវាហើយពូតវាដាក់មកក្នុងបាតគេឡាំងស្នោយើងបែបហ្នឹងមកយើងបរិយាវាផ្ទៃបាតនេះស្មើស្អាតណាបងប្អូនអរគ្នាបន្តមកទៀតបងប្អូនយកដៃយើងប្រហាប់វាណែនចេះមកនេះប្រហាប់បីណែនបែបហ្នឹងណាបងប្អូនដើម្បីឲ្យពងកដោបយើងញាស់ទៅឲ្យវាផុសមកខាងលើកុំឲ្យវាទៅខាងក្រោមអញ្ចឹងយើងអត់ប្រហាប់វាណែនអញ្ចឹងទេពងកដោបយើងហ្នឹងវាផុសទៅខាងក្រោមអញ្ចឹងវារស់ផ្លូវឡើងលើអត់រួចអញ្ចឹងបងប្អូនធ្វើបែបហ្នឹងមកបាទដាក់វាអញ្ចឹងមកហាប់អញ្ចឹងមកបងប្អូនអញ្ចឹងនៅខាងបាតឡាំងស្នោហ្នឹងបងប្អូនដាក់ត្រឹមតែមួយថ្នាំងដៃឬមួយក៏មួយថ្នាំងដៃកន្លះប៉ុណ្ណេះមកបាទដាក់ប៉ុណ្ណឹងមកហើយបាទបន្ទាប់មកទៀតពងនេះបងប្អូនពងស្ងួតអានេះពងស្ងួតទៅបងប្អូនអញ្ចឹងបងប្អូនត្រាំទឹកវារយៈពេល10នាទីទៅ5-10នាទីទៅបងប្អូនរួចចាំបងប្អូនយកមកប្រេយលើនេះបងប្អូនអញ្ចឹងសម្រាប់ពងដែលយើងរៀងមកថ្មីអញ្ចឹងណាបើពងយើងថ្មីបងប្អូនត្រាំទឹកទៅ5នាទីទៅ7នាទីទៅបានហើយអញ្ចឹងបងប្អូនយកមកដាក់វាភ្ញាស់លើនឹងមកបាទអញ្ចឹងយើងធ្វើការរាយពងកដោបបាទខ្ញុំភ្ញាស់នេះចំនួនកន្លះគីឡូទេអញ្ចឹងបងប្អូនរាយវាអញ្ចឹងមករាយវាឲ្យវាស្មើគ្នាអញ្ចឹងមកហើយយើងរាយគ្នាកុំឲ្យវាជន់ផ្ដុំលើគ្នាពេកបាទវិធីភ្ញាស់ងាយបងប្អូនបាទចឹងបងប្អូនស្រង់វាភ្លាមដាក់ភ្លាមអញ្ចឹងមកកុំឲ្យវានៅគល់លើគ្នាពេកដាក់ចឹងមកបងប្អូនចំនួនពងកន្លះគីឡូនេះ
កាលណាដែលយើងធ្វើញាស់វាអញ្ចឹងទៅវាញាស់ល្អបានល្អមានអីបាក់ញាស់ទេបងប្អូនបាទអញ្ចឹងពងកដោវាស្រួលញាស់ទេអញ្ចឹងបងប្អូនដាក់តែអញ្ចឹងមកបាទអានេះយើងត្រាំទឹកហើយយើងមិនចាំបាច់បាញ់ទឹកពីលើវាទៀតទេបងប្អូនមិនចាំបាញ់ទេព្រោះយើងត្រាំវា10នាទីទៅ5-10នាទីហើយណាបាទអញ្ចឹងយើងមិនចាំបាញ់ទឹកវាទៀតទេហ្នឹងហើយយើងបានរាយវាបានសព្វល្អចឹងហើយអញ្ចឹងបងប្អូននេះស្កៃដូងយើងនេះគ្របពីលើវាទៀតអញ្ចឹងបងប្អូនដាក់ពូតវាអស់មកដាក់គ្របពីលើវាមកហើយរាយវាពីលើចឹងមករាយវាចឹងណាបងប្អូនបាទយើងរាយវាពីលើហ្នឹងកម្ពស់ហើយយើងមកថ្នាំងដៃទៅបានហើយបងប្អូនរាយវាចឹងមករាយវាឲ្យលុបពងកដោបហ្នឹងមកហ្នឹងហើយបងប្អូនរាយវាចឹងទៅគ្របពីលើពងកដោបហ្នឹងមកវាឲ្យស្មើចឹងមកបាទកន្លែងណាមើលទៅកន្លែងណារៀងស្ទើរដាក់ទៀតមកកន្លែងណាលុបពងវាមិនទាន់ចិត្តបាទមានអីទេប៉ុណ្ណឹងមកយើងធ្វើថ្នមវាពីលើហ្នឹងមកកុំឲ្យវាកាត់វាខ្លាំងពេកបែកពងកដោបបាទអញ្ចឹងវិធីភ្ញាស់យើងគឺចិត្តនឹងចប់ហើយអញ្ចឹងបងប្អូននេះក៏រាប់វានេះបងប្អូនគ្របវាបិទទៅចិត្តអញ្ចឹងមកបាទបងប្អូនបិទវាចិត្តអញ្ចឹងហើយបងប្អូនយកទៅរក្សាទុកក្នុងប្រឡប់បាទរក្សាទុកក្នុងប្រឡប់បាន3ថ្ងៃទៅបងប្អូនបាទចាំ3ថ្ងៃក្រោយយើងបើកមើលមកយើងបើកមើលវាចឹងមកបើសិនសកៃដូងយើងនៅមានសំណើមមិនបាញ់ទឹកទេបើសិនជាសកៃដូងយើងអត់មានសំណើមទេអញ្ចឹងបងប្អូនបាញ់ទឹកទៅបាញ់ទឹកបាទបាញ់ទឹកហើយបងប្អូនយកទៅ5ថ្ងៃរយៈពេល2ម៉ោងទៅរួចបងប្អូនយកមកចូលប្រឡប់វិញមកបាទអញ្ចឹងវិធីភ្ញាស់ពងកដោបយើងមានតែប៉ុណ្្នឹងទេបាទអញ្ចឹងបងប្អូនបាទងាយស្រួលបាទអញ្ចឹងរួចរាល់ហើយបងប្អូនយើងបាទមានអីទេយើងយកទៅដាក់កន្លែងសុខភាពក៏មានសម្រាប់ស៊ីបាទវីដេអូនេះមានប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាអរគុណ